ជំរាបសួរអតិថិជនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំស្រីពេជ្រខ្ញុំចង់មកបង្ហាញពីសារទ្វីឆាត់វៃទាំងពីរ model នេះសម្រាប់ model ទី1គឺជា model DDR 801សម្រាប់ model ទី2គឺជា model DDR 720សម្រាប់ការរចនា model ទាំងពីរនេះបងប្អូនមើលទៅគឺវាមានភាពស្រដៀងគ្នាទាំងពីរហើយបើនិយាយពី option model DDR 801វិញគឺយើងអាចប្រើបានដូចជាប្រើលេខកូដសម្ងាត់ប្រើកាយ៉ៅដៃscan card ហើយបើនិយាយពី option របស់ model DDR 801នេះគឺចំណុចពិសេសរបស់វាមួយទៀតគឺវាមាន IP65 ការពារជំរាបទឹកដែលមានត្រូវភ្លៀងតិចតួចឬក៏ត្រូវកម្ដៅថ្ងៃអីបងប្អូនអាចជឿ model នេះយកទៅដាក់នៅទ្វារផ្ទះរបស់បងប្អូនបានទ្វារឆាត់វៃ model នេះគឺយើងអាច unlock តាមទូរស័ព្ទដៃបានដែរហើយសម្រាប់រូបរាងនៅពីខាងក្នុងគឺវារចនាមកគឺបែបនេះហើយសម្រាប់ model DDR 801វិញគឺប្រើប្រាស់ជាមួយនឹងប្រភេទថ្មគ្រាប់គឺយើងអាចប្រើបានចន្លោះពី8ខែរហូតដល់1ឆ្នាំហើយសម្រាប់ model នេះដែរគឺនៅពីខាងក្នុងបងប្អូនគ្រាន់តែចាប់ដៃនៅលើ sensor នៅដៃទ្វារសោតទ្វារបែបនេះទៅគឺបងប្អូនអាចចេញក្រៅបានហើយចំណុចពិសេសរបស់វាមួយទៀតបងប្អូនគ្រាន់តែចុចនៅលើប៊ូតុងនេះចំនួន2ដងក៏បងប្អូនអាចចេញក្រៅតែផ្ទះបានដូចគ្នាហើយសម្រាប់ប៊ូតុងពី close នេះពេលដែលបងប្អូនអត់ចង់ឲ្យពីណាគេនៅខាងក្រៅមករំខានបងប្អូនអីបងប្អូនគ្រាន់តែចុច hold វាជាប់ទៅគឺដាក់នៅពីខាងក្រៅគឺគេចូលអត់បានទេហើយសម្រាប់ប៊ូតុងដែលកាច់សោទ្វារនេះគឺនៅពេលដែលបងប្អូនប្រើអាលុតថ្មដែលបងប្អូនអត់មានscan sensor ឬក៏ចុចប៊ូតុងនេះ2ដងចុចអត់បានទេនៅពេលដែលករណីបងប្អូនប្រើលុតថ្មឈប់បងប្អូនអាចកាត់ប៊ូតុងនេះបានអញ្ចឹងបងប្អូនអាចចេញក្រៅផ្ទះបានដូចគ្នាសម្រាប់ model DDR 801នេះកន្លែងមកមើល DDR 720ចំណុចទី1គឺយើងប្រើ